ចាប់ផ្ដើមជាមួយនឹង time frame weekly យើងឃើញថាបកគោល time frame weekly សប្តាហ៍មុនគឺបិទជាលក្ខណៈ bearish បាននេះថាបិទក្រហមអញ្ចឹងហើយនៅក្នុងចន្លោះនេះ MA ចាប់ផ្ដើមត្រង់ចូលគ្នា MA ចាប់ផ្ដើមត្រង់ចូលគ្នានេះហើយជាមូលហេតុដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីដើមវីដេអូអំពីអន្ទាក់នឹងឯងដោយសារតែយើងអាចមើលអតីតកាលនៃទីផ្សារមុនពេលដែលវាឡើងឬក៏វាចុះខ្លាំងនៅក្នុងចន្លោះតម្លៃមួយនេះគឺជាឧទាហរណ៍មួយដ៏សំខាន់ដែលដូចគ្នាជាមួយនឹងតម្លៃ price action នៅទីនេះដែរនៅតំបន់មួយនេះតម្លៃ price action របស់វាគឺនៅក្នុងចន្លោះតម្លៃ MA 510 high និង MA 510 low ដែលនេះគឺជាតំបន់ទិញហើយនេះគឺជាតំបន់លក់ហើយហេតុអីបានជាកន្លែងហ្នឹងខ្ញុំនិយាយថាវាជាអន្ទាក់ដោយសារតែបកគោលនឹងវាវាយអត់ទាន់ផុត MA នឹងទេអញ្ចឹងវានឹង sideways រវាងចន្លោះ MA 510 high និង MA 510 low ដូចកាលពីអតីតកាលមុនពេលដែលវាឡើងអញ្ចឹងឯងអញ្ចឹងវានឹងដើរយឺតរវាងលើក្រោមមកកន្លែងខ្សែ MA ហ្នឹងណាអញ្ចឹងអានេះវាកំពុងតែទៅផ្លូវហ្នឹងទៀតហើយដោយសារតែទីផ្សារដែលត្រូវប្រឆាក់ឡើងហ្នឹងវាអស់ខ្យល់ហើយនេះទីផ្សារវាឡើងប្រហែលសប្តាហ៍ជាប់គ្នា1 2 3 4 5 6 7 8 9សប្តាហ៍ជាប់គ្នាហើយអញ្ចឹងហើយតំបន់មួយនេះគឺវាបានធ្លាក់2សប្តាហ៍ហើយបន្ទាប់មកសប្តាហ៍មុនគឺ sideways សប្តាហ៍មួយទៀតគឺ bullish តែក៏តែវាបុកឡើងទៅរកតំបន់លក់ហ្នឹងហើយអ្វីអត់ផុត MA 510 high នេះហើយគឺជាអន្ទាក់បើសិនជាបងទាំងអស់គ្នាចូលទិញហើយចង់ហូរឡើងទៅលើឲ្យផុតឆ្ងាយយើងទៅណាអត់ទាន់រួចទេព្រោះតម្លៃទីផ្សារហ្នឹងនឹងធ្វើការឡើងចុះនៅក្នុងចន្លោះហ្នឹងអញ្ចឹងបើសិនជាខ្ញុំគូឲ្យបងមើលគឺវាមានលក្ខណៈបែបនេះឡើងពីក្រោមចុះមកតំបន់នេះបន្ទាប់មកកន្លែងហ្នឹងវិញចុះមកហ្នឹងវិញវានឹងធ្វើអញ្ចឹងរហូតដល់បកគោលណាមួយបានបំបែកឡើងទៅបានវាឡើងបន្តទៀតបានណាហើយការចុះក៏អញ្ចឹងដែរលុះត្រាតែមានបកគោលណាមួយចុះទៅអាចបំបែកបានហ្នឹងហើយបំបែកចុះទៅបានអញ្ចឹងបើសិនជាយើងទាំងអស់គ្នាចង់ដឹងអំពីតម្រងហ្នឹងខ្ញុំអាចគូសទៀនឲ្យមើលបានអូខេនេះគឺជាទៀនគំរូអញ្ចឹងនៅពេលដែលទីផ្សារវានឹងផ្សាយវេគឺបានន័យថាបកគោលនឹងអត់វាយអត់ផុត MA ទេវាយអត់ផុត MA វាអាចខៀវក្រហមនៅក្នុងចន្លោះហ្នឹងអញ្ចឹងពេលខ្លះក៏វាចេញក្រហមទៅពេលខ្លះវាចេញខៀវទៅនៅក្នុងចន្លោះហ្នឹងតែវាវាយអត់ផុតណាវាវាយអត់ផុត MA ហ្នឹងទេអញ្ចឹង MA ហ្នឹងវានឹងក្របពីលើទៀនហ្នឹងទៅវិញទៅមកដូចករណីកន្លែងនេះអញ្ចឹងឃើញខៀវក្រហមនៅក្នុងចន្លោះហ្នឹងអញ្ចឹងពេលណាដែលយើងអាចឡើងទៅផុតបានគឺតម្រង់ដូចនេះអញ្ចឹងបើសិនជាវាឡើងទៅផុតបានលុះត្រាតែវាមានបកគោលមួយបិទចេញខាងក្រៅហើយ MA បញ្ឆាកឡើងទៅវិញ MA នឹងបញ្ឆាកឡើងទៅវិញទើបបានយើងអាចចូលទិញបានអញ្ចឹងក្នុងគំរូទៀនមួយនេះខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាបើសិនជាវាត្រូវការឡើងវាត្រូវការបោះឲ្យផុតចេះក៏តែអាទិត្យមុនគឺវាបោះទៅណាអត់ផុតទេវានៅបើកហើយវានៅ sideways រវាងចន្លោះតម្លៃអាទិត្យមុនហ្នឹងប៉ះតគូតបន្តិចឡើងទៅទៀតហើយវាយអត់ផុតក្បាលទៀតអញ្ចឹងបានន័យថាតម្លៃទៀនហ្នឹងគឺវាចង់អស់ខ្យល់ណាវាចង់អស់ខ្យល់ហើយណាវានៅត្រឹមហ្នឹងអញ្ចឹងវានឹងមានលក្ខណៈបែបហ្នឹងហើយករណីមិនខ្លះដែលអាចធ្វើឲ្យទៀនហ្នឹងវាចុះមកបានលុះត្រាតែមានទៀនមួយបិទជាលក្ខណៈក្រហមបិទលក្ខណៈចុះហើយ MA កាត់គ្នាប្រឆាកចុះមកវិញអញ្ចឹងនៅពេលដែលវាបិទជាលក្ខណៈចុះគោលដៅរបស់វាគឺនឹងមករកតំបន់ខាងក្រោមនេះតំបន់ខាងក្រោមហ្នឹងមានអីខ្លះនេះគឺតំបន់ខ្ញុំគូសមួយសិន mid BB តំបន់ mid BB នេះក្នុងតម្លៃម្ដុំហ្នឹងប្រហែលហ្នឹងអាហ្នឹងទៅអាចចុះមករួចក៏ប៉ុន្តែបើសិនជាវាត្រូវការឡើងគឺវាត្រូវការឡើងរបៀបអញ្ចេះត្រូវការឡើងរបៀបអញ្ចឹងហើយ MA បញ្ឆាកឡើងទៅលើអញ្ចឹងនេះគឺទិសដៅធំគេហៅថា bias អញ្ចឹងឥឡូវបច្ចុប្បន្ន bias រូបគំរូទៀន1 2 3 4នេះគឺសិតតែជាគំរូទៀនដែលមិនទាន់កើតហើយក៏ប៉ុន្តែខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាថាបើសិនជាវាកើតចេញមកវាតម្រង់បែបហ្នឹងក៏ប៉ុន្តែអ្វីដែលយើងកំពុងតែប្រឈមមកបច្ចុប្បន្នគឺតម្លៃ2នេះMA 510 high ដែលនៅតំបន់4100ជាងហ្នឹងតបមកគឺ MA 510 low នៅតំបន់3970ចឹងបើសិនជាយើងចង់ទៅមើលតម្លៃនឹងឲ្យគៀកថាវាមាន reaction បែបណាយើងចូលទៅមើល time frame daily សម្រាប់ time frame daily យើងឃើញថាវាបកគោលប្រឆាកចុះហើយនេះបកគោល daily បិទ bearish
អាទិត្យមុនថ្ងៃសុក្របិទ berry ថ្ងៃពហុដូជីអត់មានសាច់អត់មានឈាមអីទេក៏ប៉ុន្តែ MA កាត់គ្នា MA កាត់គ្នាអញ្ចឹងអាករណី MA កាត់គ្នាហ្នឹងគឺឲ្យសញ្ញាមួយប្រាប់ថាវាមានលក្ខណៈ berry ធ្លាក់ចុះមកខាងក្រោមគោលដៅសំខាន់គឺនៅម្ដុំនេះដែលមាន MA5 ហើយករណីហ្នឹងគឺវាអត់សូវមាន trend ហ្នឹងដោយសារអីវាអត់បានបុកបែក top EB ទេវានៅកដាលបុកអត់បែក top EB បច្ចុប្បន្នក៏នៅអត់ទាន់បែក mid BB ដែរក៏ប៉ុន្តែ trend នៅធ្លាក់ដោយសារតែ MA កាត់គ្នាអញ្ចឹងហើយកន្លែងហ្នឹងទីផ្សារដូចជាអស់កម្លាំងនៅក្នុងការឡើងឬក៏ចុះដោយសារតែអត់ទាន់បែកខាងចំណុចកដាលនេះ Bollinger Band ទេក៏ប៉ុន្តែ MA កាត់គ្នារួចហើយអញ្ចឹងបើសិនជាតម្លៃហ្នឹងវាត្រូវការចុះមកវាត្រូវការវាយអត់បែកអាហ្នឹងទេយ៉ា sorry ខ្ញុំចង់ copy អានេះអូខេវាវាវាយអត់បែកអាខាងលើនេះទេអានេះដូចជាមាន function មួយទៀតដែលយើងអាចគូគំរូទៀនបានស្រួលជាងហ្នឹងអូខេឥឡូវយើងប្រើ function នៅក្នុងការទស្សន៍ទាយទៀនអញ្ចឹងបើសិនជាវាត្រូវការវាយតម្លាក់ចុះមកខាងក្រោមគឺវានឹងធ្វើតម្រង់បែបនេះយើងនឹងមានបកគោលមួយបិទក្រហមបន្ទាប់មកបកគោលមួយទៀតនឹងបន្តក្រហមមកទៀតអញ្ចឹងបើសិនជាវាមកប៉ះជាមួយនឹង MA 50នៅខាងក្រោមនេះវានឹងមានបកគោល Q មួយឡើងreject ចេញពី MA ហ្នឹងហើយឡើងបន្តអញ្ចឹងបើសិនជាវាឡើងបន្តវានឹងតម្រង់បែបនេះអូខេ sorry កន្លែងនេះវាចេញអីគេហ្នឹងអូខេវានឹងចេញបែបនេះណាអញ្ចឹងកន្លែងហ្នឹងនេះគ្រាន់តែជាគំរូទៀនខ្លះៗទេហើយបើសិនជាវាត្រូវការឡើងវានឹងឡើងតម្រង់បែបណាវានឹងឡើងចេញពី MA 5-10 low ដែលនៅជាន់ជាមួយ mid BB ឡើងទៅចេះហ្មងណាឡើងទៅចឹងហ្មងអូខេអញ្ចឹងបើសិនជាវាត្រូវការឡើងវានឹងត្រូវចេញពីបកគោលមួយនេះហើយឡើងបំបែកទៅខាងលើណាឡើងបំបែកទៅខាងលើអញ្ចឹងយើងនឹងឃើញទីតាំងហ្នឹងអត់បែក MA low ទេក៏ប៉ុន្តែទៅបែក MA 5-10 high អញ្ចឹងអាហ្នឹងគឺវាត្រូវឡើងពីហ្នឹងក៏ប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាអន្ទាក់គឺនៅតែមានអន្ទាក់ហ្នឹងគឺកន្លែងណាគឺកន្លែងដែលវាវាយអត់ទាន់បែក MA 5-10 high low ហ្នឹងឯងអញ្ចឹងអន្ទាក់មានទាំងនៅក្នុង weekly មានទាំងនៅក្នុង daily អញ្ចឹង MA នេះចាប់ផ្ដើមត្រង់ចូលគ្នាឯងទោះបីជាវាកាត់ក៏ដោយក៏ប៉ុន្តែវាចាប់ផ្ដើមត្រង់ចូលគ្នាអញ្ចឹងវានឹង sideways រវាងចន្លោះកន្លែងតម្លៃពីរហ្នឹងបើសិនជាវាត្រូវការធ្លាក់គឺធ្លាក់ដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងលុះត្រាតែវាបានបិទចេញក្រៅ MA 5-10 low បិទជាលក្ខណៈបកគោល bearish ទៅបានអាចវាយតម្លាក់បន្តបានហើយចំណាយបច្ចុប្បន្ននេះបើសិនជាបើកសារមកយើងត្រូវការលក់ចេញពីតំបន់តួលេខ4100ជាងហ្នឹងហើយក្នុងចន្លោះ4110ទៅ4140ហ្នឹងគឺជាចំណុចសំខាន់ដែលយើងអាចលក់បានហើយក្នុងការលក់យើងត្រូវការចាំ confirm នៅក្នុង time frame 1ម៉ោងនិង4ម៉ោងដែរដោយសារវាជា time frame daily អញ្ចឹងសម្រាប់4ម៉ោងយើងឃើញថា sideways ក៏ខ្លាំងដែរដោយសារអី Bollinger Band ត្រង់ចូលគ្នាច្បាច់ចូលគ្នាយ៉ាងខ្លាំងហើយសម្រាប់ការពីប្រហែលថ្ងៃមុនវាបានឡើងចុះនៅក្នុងចន្លោះ MA high មកប៉ះមួយ MA low MA 5-10 high មកប៉ះមួយ MA 5-10 low ហើយសញ្ញានៅក្នុងការ ranking របស់ Bollinger Band BBMA ហ្នឹងគឺយើងងាយស្រួលមើលមែនតើដោយសារអីបើសិនជាយើងឃើញ MA 5ត្រង់ Bollinger Band ត្រង់បានន័យថាយើងអាចលេងខ្លីៗនៅក្នុង time frame ធំបានន័យថាលេងខ្លីៗក្នុងចន្លោះបកគោល time frame ធំតែ confirm នៅក្នុង time frame តូចអញ្ចឹងបានន័យថាពេលដែលយើងប៉ះជាមួយនឹង MA 5-10 high នៃបកគោល4ម៉ោងហ្នឹងយើងអាចចូលទៅ confirm trend របស់15នាទីដើម្បីចូលបានជាក់ស្ដែងនៅក្នុងចន្លោះមួយនេះខ្ញុំលើកឧទាហរណ៍មើលមួយនៅក្នុង5-10នាទីយើងនឹងមានឃើញថាកន្លែងហ្នឹងវាបែក mid 5-10នាទីយើងអាចចូលលក់បាននៅតំបន់អស់នេះណាចូលលក់បាននៅតំបន់នេះចូលលក់បានបន្ទាប់មកទៀតពេលដែលវាកាត់គ្នាទៅបើយើងអាចចូលទិញបានមកវិញអញ្ចឹងកន្លែងអស់ហ្នឹងសិតតែជាព័ត៌មានសំខាន់ដែលយើងតែងតែយកមកប្រើប្រាស់នៅក្នុងការចូលផ្សារបច្ចុប្បន្ននេះយើងដៅកន្លែងទីតាំងទុកទៅកន្លែងចេញចូលដែលល្អគឺនៅក្នុងតំបន់4100ជាងហ្នឹងហើយកន្លែងទិញដែលល្អគឺក្នុង3900ជាងអញ្ចឹងវានឹងធ្វើការ sideways នៅក្នុងចន្លោះហ្នឹងហើយសញ្ញាអីដែលយើងអាចដឹងថាយើងអាចនឹង hold ការលក់ឬក៏ការទិញបានលុះត្រាតែ daily នេះវាបានបំបែកទេខ្លួនចុះជាលក្ខណៈថាធ្លាក់ជ
ចេញមកខាងក្រៅ MA ហ្នឹងទើបបានយើងអាចលក់មកតំបន់ទាំងអស់នេះបានហើយបើសិនជាវាឡើងគឺឡើងទៅប៉ះនៅខាងលើនេះយើងឃើញថា4ម៉ោងចាប់ផ្ដើមចេញ trend ចាប់ផ្ដើមបច្ឆាចុះទៅខាងក្រោមមាន CSM លក្ខណៈថាវាបច្ឆារបៀបចេះនេះរបៀបចឹងបច្ឆាចុះបើថាឡើងឲ្យដឹងឡើងស្អាតចឹងគឺយើងអាចចូលហើយយើង hold profit បានឆ្ងាយបច្ចុប្បន្ននេះបើសិនជាយើងចូលត្រូវហើយយើងចង់ hold profit បានឆ្ងាយក៏យើងត្រូវដាច់ stop loss ដែរដោយសារអីយើង hold យើង expect យើងរំពឹងទុកថាយើងនឹងចង់ see low បើសិនជាយើងជំនាញខាងចាប់ liquidity ខ្ញុំជឿថាអ្នកចាប់ liquidity ច្បាស់ជាចង់ hold low នេះហើយណា hold low ណា low kia នេះចាប់ជាលក្ខណៈ SSL sell side liquidity ចឹងបើសិនជាយើងលក់ពីអាកន្លែងតំបន់ទាំងអស់នេះដើម្បីចុះមក C low យើង C អត់បានទេដោយសារវាអត់ដល់អញ្ចឹងវាបកមកវិញអាច CBE របស់យើងនិង C stop loss របស់យើងក៏ថាបានអញ្ចឹងនៅពេលដែលទីផ្សារវា ranking អញ្ចឹងយើងអត់អាច expect រំពឹងទុកថាវាទៅណាឆ្ងាយទេអញ្ចឹងក្នុងគណៈពេលនេះបើសិនជាបងបានមើលវីដេអូរបស់ខ្ញុំដែលខ្ញុំបាននិយាយថាប្រយ័ត្នជាប់អន្ទាក់ហ្នឹងគឺកន្លែងអស់ហ្នឹងហើយអន្ទាក់មិនមែនបានន័យថាបងចូលខុសឬក៏តទៅមើលរបស់ខ្ញុំមិនចូលត្រូវទេអន្ទាក់គឺបានន័យថាបងចូលត្រូវហើយតែបងរំពឹងឆ្ងាយពេកក៏អត់បានដែរបានន័យថារំពឹងនៅក្នុងទីផ្សារដែលអត់មានកម្លាំងគឺយើងទៅអត់បានឆ្ងាយទៅដល់គោលដៅរបស់យើងហើយឧទាហរណ៍យើងដៅខ្សែហ្នឹងយើងចង់ take profit នៅក្នុងការលក់នៅក្នុងតម្លៃ 3,900 ជាងក៏ប៉ុន្តែទីផ្សារវាវាយអត់ដាច់ low វាបកទៅវិញបើបងដាក់ BE CBE បើ stop loss កេង C ទាំង stop loss ទៀតអញ្ចឹងអាហ្នឹងហើយគឺជាអន្ទាក់ដែលខ្ញុំចង់និយាយអញ្ចឹងយើងអាចដៅតម្លៃទុកទៅហើយតម្លៃរបៀបណាដែលយើងអាចចាត់ទុកថាយើងអាច hold បានគឺនៅក្នុងតំបន់នេះបើសិនជាវាដាច់អាហ្នឹងដាច់អានេះទៅគឺយើងអាច hold បានទេឃើញទេនៅពេលដែលវាដាច់អាខ្សែហ្នឹងគឺយើង hold បានហើយយើង hold បានរហូតទៅដល់ខាងក្រោមណាយើង hold បានរហូតទៅដល់ខាងក្រោមចាអានេះមិនពេលទៀនចោះទៅ Q វិញតែមានហ្មងអូខេចឹងអានេះយើងសម័យមើលទៅយើងគូសាកមើលទៅពេលដែលវាចុះពីអាហ្នឹងគឺត្រូវការមាន CSM sell ដើម្បីចុះមករតំបន់ទីតាំងខាងក្រោមអាហ្នឹងទៅយើងអាច hold បានក៏ប៉ុន្តែបើវានៅទឿនៅចិត្តហ្នឹងទេរបៀបអញ្ចេះទេវានឹង sideways រហូតដល់យើងដាច់មកបើសិនជាយើងរំពឹងទុកខ្ពស់ពេកក៏ប៉ុន្តែបើសិនជាយើងដឹងកន្លែងចេញចូលអូខេយើងដៅកន្លែងចេញចូលម្ដុំណាតំបន់100ជាងតំបន់ហ្នឹងហើយយើងចេញចូលនៅក្នុងចន្លោះ low ចន្លោះ high ហ្នឹងអញ្ចឹងណាអាហ្នឹងបានន័យថានេះជាទីទិសដៅខ្លីរវាង 4000 គុតនិង4008ហ្នឹងខ្លីនៅហ្នឹងអាហ្នឹងបានន័យវា sideways នៅហ្នឹងរយៈពេល 2-3 ថ្ងៃជាប់គ្នាហើយ4008គុត4030 4020ហ្នឹងគឺវា sideways នៅហ្នឹងយូរអញ្ចឹងបើសិនជាយើងចង់ដៅតម្លៃនៅក្នុងចន្លោះហ្នឹងគឺយើងចេញចូលទិញពីក្រោមឡើងទៅលើលក់ពីលើចុះមកក្រោមហើយបើយើងចង់ hold លុះត្រាតែវាចេញលក្ខណៈបែបនេះបានយើង hold បានណាលក្ខណៈបែបនេះហើយ MA បច្ឆាចុះមកតាមបកគោលហ្នឹងមកយើង hold បានហើយអញ្ចឹងវាដាច់តំបន់ high low របស់វាហ្នឹងគឺវាចាប់ផ្ដើមចេញ CSM sell គឺយើងអាចលក់បានបន្តពីកន្លែងហ្នឹងរហូតមកអញ្ចឹងទៅហើយ MA ចាប់ផ្ដើមកាត់គ្នាអញ្ចឹងកាត់គ្នាមិនខ្ញុំគួរឲ្យមើលចាំតិចអូខេ MA ចាប់ផ្ដើមកាត់គ្នាបែបនេះអានេះកាត់ចុះមកខាងក្រោមបកគោលហ្នឹងបែកអា MA low ហើយវាយអត់បែក MA 510 high អូខេ MA 510 high វាក្របនៅពីលើក្បាលទៀនហ្នឹងមករហូតមកអានេះវាវាយអត់បែកអានេះគិតតែពីបែករហូតអញ្ចឹងហើយអាហ្នឹងគឺជាលំហូរចុះពួកអីដោយសារអី MA បច្ឆាចុះវាយអត់បែក MA 510 high បែក MA 510 low លក់គឺលក់បែបហ្នឹងក៏ប៉ុន្តែបើសិនជាវាអត់បែកទេវានៅក្នុងទម្រង់ហ្នឹង MA ត្រង់អញ្ចឹងគឺដោយទម្រង់ដែលខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងអូខេទម្រង់ខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងគឺបែបនេះបែបអត់បែកទេណានៅញ៉ៃនៅនឹងចុះឡើងនៅក្នុងហ្នឹងអញ្ចឹងទៅខៀវក្រហមហ្នឹងអញ្ចឹងរហូតអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាសញ្ញាមួយអូខេអញ្ចឹងវីដេអូនេះខ្ញុំធ្វើអត់បានច្រើនទេដោយសារតែខ្ញុំឈឺកខ្លាំងណាស់ឥឡូវហ្នឹងអញ្ចឹងយើងអាចតាមដានជាមួយនឹងវីដេអូថ្មីទៀតដោយសារថ្ងៃនេះខ្ញុំរវល់ខ្លាំងចឹងអត់មានចេញជារូប
វីដេអូអីច្រើនទេគ្រាន់តែបញ្ចូលនៅក្នុង chat ហើយសង្ឃឹមថាវីដេអូហ្នឹងអាចជំនួយដល់ការវិនិច្ឆ័យចូលផ្សាររបស់បងឲ្យមានប្រសិទ្ធភាពនៅក្នុងថ្ងៃច័ន្ទហើយបើចង់ចូលក្នុងក្រុមមួយពួកខ្ញុំអាចcontact ខ្ញុំតាម Telegram ក៏បាន inbox ក៏បានអរគុណ